ទីបំផុតរកឃើញក្រុមបាល់ទាត់ជម្រើសជាតិទាំងអស់ដែលបានឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2026 នេះជាផ្លូវការហើយសួស្តីប្រិយមិត្តបងប្អូនអ្នកស្នេហាវិសាបាល់ទាត់ទាំងអស់គ្នានៅថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ក្រុមជម្រើសជាតិទាំងអស់ដែលបានឡើងមកកាន់វគ្គ 8 ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026 នេះដែលក្រុមបាល់ទាត់ជម្រើសជាតិទាំងអស់នោះមានដូចជាគូទី1ក្រុមជម្រើសជាតិម៉ាន់កូបារាំងនឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ូកូនៅយប់ថ្ងៃសុក្រម៉ោង 3 បៀតភ្លឺនៅឯកីឡាដ្ឋាន Boston Stadium លើទឹកដីរបស់សហរដ្ឋអាមេរិកប្រវត្តិប្រកួតរវាងក្រុមទាំងពីរធ្លាប់លេងប៉ះគ្នាចំនួន 6 ប្រកួតក្រុមជម្រើសជាតិបារាំងឈ្នះ 4 ប្រកួតនិងស្មើគ្នាចំនួន 2 ដងការប្រកួតជាលើចុងក្រោយរវាងក្រុមជម្រើសជាតិទាំងពីរក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2022នៅឯប្រទេសកាតាក្នុងវគ្គ 4 ក្រុមចុងក្រោយដោយការនោះក្រុមជម្រើសជាតិម៉ាន់កូបារាំងបានយកជ័យជំនះទៅលើក្រុមជម្រើសជាតិម៉ារ៉ូកូក្នុងលទ្ធផល 2-0 សរុបមកវិញក្រុមជម្រើសជាតិបារាំងលេងមិនដែលចាញ់ក្រុមជម្រើសជាតិម៉ារ៉ូកូម្ដងណាឡើយអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាទៅមើលថាតើក្រុមជម្រើសជាតិម៉ារ៉ូកូអាចសងសឹកទៅលើក្រុមជម្រើសជាតិបារាំងបានដែរឬទេក្នុងវគ្គ 8 ក្រុមចុងក្រោយនៃ World Cup ឆ្នាំ2026 នេះឬក៏យ៉ាងណាគូទី2គឺក្រុមជម្រើសជាតិកូជើអេស្ប៉ាញត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិបែលហ្សិកនៅយប់ថ្ងៃសៅរ៍រំលងម៉ោង 2 អាធ្រាត្រនៅឯកីឡាដ្ឋាន Los Angeles Stadium លើទឹកដីរបស់ប្រទេសសហរដ្ឋអាមេរិកក្រុមជម្រើសជាតិទាំងពីរមានប្រវត្តិជួបគ្នាយ៉ាងជោគជ័យតែម្ដងដោយធ្លាប់ប៉ះគ្នារហូតដល់ 22 ប្រកួតឯណោះក្រុមជម្រើសជាតិកូជើអេស្ប៉ាញបានឈ្នះការប្រកួតរហូតដល់ 12 ដងស្មើ 5 ប្រកួតនិងក្រុមជម្រើសជាតិបែលហ្សិកឈ្នះទៅលើក្រុមជម្រើសជាតិអេស្ប៉ាញត្រឹមតែ 5 ប្រកួតតែប៉ុណ្ណោះសម្រាប់ព្រឹត្តិការណ៍ FIFA ឆ្នាំ2026 នេះតើក្រុមជម្រើសជាតិបែលហ្សិកឬក៏ក្រុមជម្រើសជាតិកូជើអេស្ប៉ាញទៅដែលមានឱកាសឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2026 នេះគូទី3គឺក្រុមជម្រើសជាតិណូវេត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិតោកំណែតអង់គ្លេសស្ថិតិក្រុមជម្រើសជាតិទាំងពីរធ្លាប់ប៉ះគ្នារហូតដល់ 12 ដងឯណោះដែលក្រុមជម្រើសជាតិអង់គ្លេសឈ្នះ 7 ដងនិងស្មើ 3 ប្រកួតចំណែកឯក្រុមជម្រើសជាតិណូវេវិញធ្លាប់ឈ្នះតែ 2 ប្រកួតតែប៉ុណ្ណោះការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិទាំងពីរគឺបានកាត់ឡើងក្នុងឆ្នាំ2014ដោយការណាក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះទៅលើក្រុមជម្រើសជាតិណូវេក្នុងលទ្ធផល 1-0 អញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាថាតើក្រុមជម្រើសជាតិមួយណាគឺជាក្រុមដែលឡើងទៅកាន់វគ្គបន្ទាប់និងតើក្រុមជម្រើសជាតិមួយណាគឺជាក្រុមជម្រើសជាតិដែលត្រូវកក់សម្បត្តិយន្តហោះត្រឡប់ទៅកាន់ប្រទេសកំណើតវិញទៅគូចុងក្រោយគេគឺក្រុមជម្រើសជាតិអាសង់ទីនត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស្វីសឡែនក្នុងវគ្គ 8 ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ2026 នេះក្រុមជម្រើសជាតិទាំងពីរធ្លាប់ជួបគ្នាចំនួន 7 ដងរួចមកហើយដែលក្រុមជម្រើសជាតិអាសង់ទីនឈ្នះ 5 ប្រកួតនិងស្មើ 2 ប្រកួតចំណែកឯក្រុមជម្រើសជាតិស្វីសឡែនវិញមិនធ្លាប់លេងឈ្នះក្រុមជម្រើសជាតិអាសង់ទីនម្ដងណាឡើយយើងទាំងអស់គ្នាមានតែរងចាំមើលថាតើក្រុមជម្រើសជាតិមួយណាដែលអាចឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយបានទៅប៉ុន្តែសម្រាប់ការប្រកួតនេះក្រុមជម្រើសជាតិស្វីសឡែនហាក់ដូចជាពិបាកហក់ជាមួយនឹងក្រុមជម្រើសជាតិអាសង់ទីនខ្លាំងណាស់អាសង់ទីនគឺមានភាគរយឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយច្រើនជាងខាងលើនេះគឺជាស្ថិតិក្រុមជម្រើសជាតិទាំងអស់ដែលបានឡើងមកកាន់វគ្គ 8 ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026 នេះតើក្រុមជម្រើសជាតិណាខ្លះដែលនឹងឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយទៅអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំនឹងធ្វើការទូទាយថាក្រុមជម្រើសជាតិ 4 ក្រុមនឹងឡើងទៅកាន់វគ្គបន្តមានដូចជាក្រុមជម្រើសជាតិបារាំងក្រុមជម្រើសជាតិអេស្ប៉ាញក្រុមជម្រើសជាតិណូវេនិងក្រុមជម្រើសជាតិអាសង់ទីននឹងឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2026 នេះចុះតើអ្នកទាំងអស់គ្នាទាយថាក្រុមណាខ្លះដែលនឹងត្រូវឡើងទៅកាន់វគ្គបន្តខ្លះសូមអ្នកទាំងអស់គ្នាចូលទៅ comment នៅក្នុងវីដេអូខាងក្រោមគួររំលឹកឡើងវិញដូចនេះថាមកទល់នឹងពេលនេះគឺមានក្រុមជម្រើសជាតិតែមួយគត់ដែលមិនតាន់ត្រូវបានគេស៊ើបបញ្ចូលទីនោះទេដែលក្រុមជម្រើសជាតិនោះគឺក្រុមជម្រើសជាតិអេស្ប៉ាញក្រុមជម្រើសជាតិអេស្ប៉ាញពិតជាធ្វើបានល្អមែនទែនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026 នេះដែលមកទល់នឹងពេលនេះពួកគេឆ្លងកាត់ការប្រកួតចំនួន 5 ប្រកួតឈ្នះ 4 ប្រកួតស្មើ 1 ប្រកួតស៊ើបបញ្ចូលទីបាន 9 គ្រាប់និងរក្សា clean sheet រហូតដល់ 5 ដងឯណោះអញ្ចឹងយើងនឹងរងចាំមើលថាតើក្រុមជម្រើសជាតិអេស្ប៉ាញនៅតែអាចរក្សាកំណត់ត្រាបិទមិនឲ្យគេស៊ើបបញ្ចូលទីបន្តទៀតរហូតដល់វគ្គផ្ដាច់ព្រាត់ឬក៏យ៉ាងណារាល់ចម្លើយទាំងអស់នោះគឺមានតែរងចាំមើលទាំងអស់គ្នានៅរាត្រីថ្ងៃសៅរ៍សប្តាហ៍នេះតែប៉ុណ្ណោះសម្រាប់បងប្អូនដែលជាអ្នកគាំទ្រវិស័យកីឡាទាំងអស់សូមអ្នកទាំងអស់គ្នាធ្វើការចុច Subscribe ទៅលើ YouTube Channel វិភាគកីឡារបស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានព័ត៌មានកីឡាអាប់ដេតថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណជួបគ្នានៅវីដេអូបន្ត